យល់ដឹងនៅកលឹះទាំង8ចំណុចនេះហើយពុកម៉ែបងប្អូនឬក៏លោកគ្រូអ្នកគ្រូអស់បារម្ភពីការជំរុញសិស្សឲ្យរៀនអានទៀតហើយជាការពិតណាស់លោកគ្រូអ្នកគ្រូឬក៏ដូចជាឪពុកម្ដាយកំពុងតែជួបជាមួយនឹងក្តីបារម្ភយ៉ាងខ្លាំងដែលកូនឬក៏សិស្សានុសិស្សគាត់មិនមានទម្លាប់ក្នុងការអានសៀវភៅនោះឡើយកាលណាសិស្សមិនបានចូលរួមការអានសិស្សនឹងមិនទទួលបាននូវចំណេះដឹងជាមួយនឹងការគិតផ្នែកគំនិតនៃការចូលចិត្តនៃការអាននោះទេបាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាគោរពដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទវិលមកជួបជាមួយនឹងខ្ញុំបាទលោកគ្រូពីដាវដែលខ្ញុំបាទនឹងធ្វើការចែករំលែកអំពីកលឹះមួយចំនួនគឺមានចំនួន8ចំណុចដែលជួយដល់សិស្សានុសិស្សឬក៏កូនរបស់បងប្អូនទាំងអស់គ្នាឲ្យចូលចិត្តជាមួយនឹងការអាននិងចាប់អារម្មណ៍ទៅលើការអានក្នុងន័យសប្បាយរីករាយដើម្បីទទួលបានចំណេះដឹងបាទដែលកលឹះទី1នេះគឺការជ្រើសរើសសៀវភៅដែលពាក់ព័ន្ធនឹងចំណង់ចំណូលចិត្តរបស់ក្មេងៗជាការប៉ុណ្ណាការជ្រើសរើសសៀវភៅដែលបាទតាក់ទងជាមួយនឹងចំណង់ចំណូលចិត្តរបស់ក្មេងៗគឺធ្វើឲ្យក្មេងៗកាន់តែមានការចាប់អារម្មណ៍ទៅលើសៀវភៅនោះហើយចូលចិត្តប្រើសៀវភៅនោះជាខ្លាំងបាទឧទាហរណ៍ថាដូចជាសៀវភៅតាក់ទងជាមួយនឹងរឿងហ្គេមសត្វឬក៏ឈុតវេយ្យាករណ៍សប្បាយនានាដែលធ្វើឲ្យក្មេងៗកាន់តែចាប់អារម្មណ៍កលឹះទី2ចែកពេលអានរបស់ក្មេងៗនោះបាទក្នុងមួយថ្ងៃចន្លោះពី10ទៅ15នាទីបានហើយគឺមានថាមិនដាក់សម្ពាធឲ្យក្មេងៗអានច្រើនពេកនោះទេអាចធ្វើឲ្យក្មេងមានអារម្មណ៍ជាមួយនឹងការ stress និងការអានកលឹះទី3ចូលរួមអានជាមួយនឹងក្មេងៗឲ្យបានច្រើនការអានជាមួយក្មេងៗដោយសំឡេងសប្បាយឬក៏ហៅឲ្យក្មេងៗវាយតម្លៃឬក៏ទាយតួអង្គដើម្បីបង្កើតបទពិសោធន៍ថ្មីនិងបរិយាកាសសប្បាយរីករាយជាមួយនឹងកូនរបស់លោកអ្នកផងដែរកលឹះទី4នេះគឺមានថាការប្រើកាបូបសិក្សាអានជួយឲ្យក្មេងៗច្រកនៅស្នាដៃសិល្បៈសៀវភៅរបស់ខ្លួនបាទពីមួយអត្ថបទទៅមួយអត្ថបទដើម្បីបង្កើនការអានជំរុញការអានរបស់ក្មេងៗដូចជាគំនូរសៀវភៅគំនូរបាទពួកគេតែងតែយកសៀវភៅគំនូរឬក៏សៀវភៅតាក់ទងជាមួយតួអង្គរបស់គេគូនោះគឺដាក់ចូលក្នុងកាបូបសៀវភៅរបស់ពួកគេជាការចាំបាច់ចំណុចទី5គឺបាទ reward ឬក៏ motivation មានថាការផ្ដល់ជាកាដូលើកទឹកចិត្តឬក៏ការជំរុញនៅពេលដែលពួកគេបានអានបាទមានថាយើងផ្ដល់អ្វីដូចជាជាប់លុបដូចជាដេកខួងដូចជារបស់អ្វីមួយជាការលើកទឹកចិត្តនៅពេលដែលគេបានអានគឺធ្វើឲ្យគេកាន់តែចូលចិត្តការអានកាន់តែច្រើនឡើងពីព្រោះថាអានពួកគេបានជាមួយនឹងរង្វាន់លើកទឹកចិត្តថែមទៀតផងគន្លឹះទី6នោះគឺសូមបានប្រើពេលវេលាសៀវភៅសំឡេងគេហៅថា audio book គឺមានថា audio book ជួយឲ្យក្មេងៗទាំងអស់គ្នាបានស្ដាប់រឿងសប្បាយចាប់អារម្មណ៍ចំពោះការអានរបស់ខ្លួនជាងមុនថែមទៀតផងគន្លឹះទី7ពិភាក្សាអំពីរឿងបាទដោយសួរតួអង្គឬក៏អ្វីដែលក្មេងបានចាប់អារម្មណ៍នៅក្នុងសាច់រឿងមិនត្រឹមតែនៅពេលការអាននោះទេក្មេងនឹងចូលរួមយល់និងចូលរួមឆ្លើយជាមួយនឹងការសកម្មជាងមុនអំពីការអានសៀវភៅរបស់ពួកគេគន្លឹះទី8នោះគឺកន្លែងដែលធ្វើឲ្យគេចូលចិត្តអានសប្បាយនោះគឺជាកន្លែងដែលមានពន្លឺស្អាតមានផាសុកភាពបាទមានខ្យល់ចេញចូលធ្វើឲ្យក្មេងៗចង់អានជាប្រចាំថ្ងៃមែនទែនបាទចំណុចទី8នេះទាំង8នេះគឺជាចំណុចដែលតាក់ទាញមែនទែនដែលធ្វើឲ្យកូនល្អរបស់លោកអ្នកបាទកាន់តែចាប់អារម្មណ៍ទៅលើការអាននិងចូលចិត្តការអានកាន់តែខ្លាំងបាទសូមអរគុណសូមជួយចែករំលែកបាទនៅវីដេអូនេះបាទសូមគិតថាមានប្រយោជន៍ដល់បងប្អូនឬសិស្សសានុសិស្សបាទដទៃទៀតបាទសូមអរគុណសូមគោរពលាសូមបងប្អូនទាំងអស់គ្នាជួយចុច follow page របស់ខ្ញុំបាទលោកគ្រូពីដាវផងណាដើម្បីបានចំណេះដឹងរាល់ថ្ងៃសូមអរគុណ